ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ថ្នាក់រៀនសម្អាត English ក្នុងវីដេអូនេះយើងនឹងពន្យល់ថ្មីៗដែលទាក់ទងជាមួយសង្គ្រាមរវាងកម្ពុជាថៃដែលថៃអើការវិបហាមលើកម្ពុជាថ្មីអស់ទៀតហើយចឹងកុំឲ្យខាត់ពេលវេលាយូរយើងនឹងមានពាក្យថ្មីៗរបស់យើងទាំងអស់គ្នាហើយនេះខ្ញុំមានពាក្យថ្មីចំនួន5មួយបើសិនជាបងប្អូនបានតាមដានវីដេអូមុននោះពាក្យនេះគឺថ្មីទេមានពាក្យខ្លះគឺយើងសិក្សារួចហើយតែសម្រាប់បងប្អូនដែលបានតាមដានពីមុនទេគឺអាចថ្មីសម្រាប់គាត់ចឹងកុំឲ្យខាត់ពេលយូរយើងនឹងអានទាំងអស់គ្នាពាក្យទី1អាចថា wow ហ្នឹងមានថានៅពេលដែលឬក៏ខណៈពេលនៅពេលដែលឬក៏ខណៈពេលវាជាភ្នាក់ conjunction ពាក្យទី2អាចថា restraint មានថាការអត់ធ្មត់ពាក្យទី3គឺ exercise ប្រែថាអនុវត្តឬក៏ប្រែថាលំហាត់ដែលយើងធ្វើនៅក្នុងរៀន exercise អញ្ចឹងវាមានទៀតដូចជាដូចទៅថាអនុវត្តប្រតិបត្តិគ្រប់តាមអញ្ចឹងពាក្យទី4 honor គោរពឬក៏កិត្តិយសគឺការគោរពដឹងគុណ honor ពាក្យទី5គឺ evacuate មានថាជំរាបចេញពាក្យទី6គឺ zone មានថាតំបន់ឬក៏សង្កាត់អញ្ចឹងយើងអានម្ដងទៀត wow restraint exercise honor evacuate zone អញ្ចឹងយើងមើលការអត់ធ្មត់មានដឹងខ្វះដូចបងប្អូនបានសរហើយថាបន្តិចថៃរឿងយើងនៅថ្ងៃទី7ដល់ថ្ងៃទី8នេះក៏មានការពិតតែថ្មីយើងគឺអត់ធ្មត់មិនអត់មានបទជិតថាអីចឹងគឺបងប្អូនយើងអត់បានតដៃទេចឹងថ្ងៃនេះគឺសម្ដេចទឹកដកដៃហើយដើម្បីកាត់ទោសខ្លួនចឹងយើងមានប្រសាសន៍របស់លោកមានប្រសាសន៍បែបណាSenate President Hun Sen has announced that while restraint has been exercised for over 24 hours to honor the ceasefire and allow time to evacuate citizens to safe zones. Cambodia is now forced to strike back to defend its territory. Senate President Hun Sen has announced that while restraint has been exercised for over 24 hours to honor the ceasefire and allow time to evacuate citizens to safe zones. Cambodia is now forced to strike back to defend its territory. យើងទៅការបកប្រែសម្ដេចពុកក្នុងភាសាសាមញ្ញគឺលោកសម្ដេចហ៊ុនសែនប្រធានរាជសភានេះគឺបានប្រកាសថានៅពេលដែលការអត់ធ្មត់vào restraint នៅពេលដែលការអត់ធ្មត់បានអនុវត្តរយៈពេល24ម៉ោងពេលដែលការអត់ធ្មត់បានអនុវត្តរយៈពេល24ម៉ោងដើម្បី to honor ដើម្បីគោរពនៅបទច្បាប់ហើយនឹងទុកពេលដើម្បីជំរាបប្រជាជនទៅជំរាបទៅរដ្ឋបងប្អូនពិសេសជាទៅរដ្ឋនេះជាទៅរដ្ឋទៅកាន់តំបន់សុខភាព safe zones ទៅកាន់តំបន់សុខភាពកម្ពុជាឥឡូវនេះគឺបង្ខំចិត្តវាបកទៅខាងថៃវិញដើម្បីការពារទឹកដីដោយទឹកដីរបស់ខ្លួនបងប្អូនមកឃើញតាមបណ្ដាញសង្គមហើយថានៅពេលដែលមានបទបញ្ជាឲ្យការពារខ្លួនគឺបងខ្លួនរបស់យើងគឺមានភាពអង្អាចខ្លះណាស់គាត់អត់ខ្លាចក្នុងការទៅការពារដីគឺអញ្ចឹងយើងជាទឹកជួរក្រោយគឺត្រូវលើកចិត្តហើយជួយគ្រប់តាមក្រសួងការពារជាតិជាយើងការថតឬគ្រប់ចលនាអីផ្សេងៗបងប្អូនដើម្បីសុខភាពរបស់បងខ្លួនរបស់យើងហើយខ្ញុំសូមអរបងប្អូនពិសេសទាំងអស់គឺប្រទេសទៅសេចក្តីសុខសុខភាពទាំងអស់គ្នាហើយបងយើងយកចូលជូនប្រទេសជាតិកម្ពុជាយើងក្នុងវីដេអូនេះបើសិនជាទៅខុសឬក៏ពាក់ទៅអីសូមបងប្អូនកុំយកទៅឲ្យដោយសារតែដូចបងប្អូនបានស្ដាប់ហើយអារម្មណ៍អត់សូវមានទេ Masa mang
ត្រូវធ្វើវីដេអូដែរតែយកទៅស្មោះត្រង់គឺខ្ញុំអត់មានអារម្មណ៍ក្នុងការធ្វើអត់ត្រង់ទៅនិយាយទៅខុសទៅក៏អត់បានធ្វើទេហើយវីដេអូនេះខ្ញុំទៅប៉ុណ្ណេះទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់ជួបគ្នាវីដេអូក្រោយ